ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះថ្ងៃច័ន្ទខ្ញុំដេអូដល់ពេលខ្ញុំដេអូអញ្ចឹងទៅក៏ល្ងាចឡើងខ្ញុំមកហាត់ប្រាណនៅវិមានឯករាជ្យយើងដើរពីវិមានឯករាជ្យឆ្លងទៅសួនវត្តបទុមតាមស្តុបក៏បានឬក៏យើងផ្ញើម៉ូតូនៅចំណតម៉ូតូថ្មីក្បែរវិមានឯករាជ្យប៉ុន្តែខ្ញុំសូមបញ្ជាក់វាមិនមែនចំណតម៉ូតូនៅខាងសួនវត្តបទុមទេកន្លែងចិត្តនៅចិត្តផ្សារកន្លែងហ្នឹងគេហៅផ្សារអីផ្សារកាប់គោអញ្ចឹងកន្លែងហ្នឹងយើងផ្ញើម៉ូតូអញ្ចឹងទៅយើងអាចឆ្លងមកខាងឆ្វេងដៃយើងអាចរត់ហាត់ប្រាណបានអញ្ចឹងជាទូទៅល្ងាចឡើងឬក៏ថ្ងៃត្រង់ខ្ញុំតែងតែមកហាត់ប្រាណខ្ទង់កន្លះម៉ោងមករត់2ជុំ3ជុំ4ជុំឬក៏សល់ម៉ោងតនេបន្ទាប់ពីរត់គឺខ្ញុំដើរនៅជុំវិញកន្លែងរង្វង់ហ្នឹងពីចន្លោះពីរង្វង់មួយវិមានឯករាជ្យមកកន្លែងនៀកបាញ់ទឹកអញ្ចឹងជាធម្មតាខ្ញុំដើរអញ្ចឹងទៅខ្ញុំដើរមួយជុំសិនដើរមួយជុំចន្លោះមួយជុំវាអាចនឹង10នាទីអញ្ចឹងខ្ញុំដើរ10នាទីសិនដូចយើងវ៉មអាប់អញ្ចឹងយើងដើរបដើមើលគេមើលឯងមើលចាស់មើលក្មេងថានៅតំបន់ហ្នឹងគេលេងអីបានខ្លះគេលេងសៃដក់លេងទាត់សៃលេងទាត់បាល់លេងវាយសៃជាពិសេសកន្លែងវាយសៃហ្នឹងពួកគាត់ប្រើអាសៃអំពូលអាសៃប្រើបរតហ្នឹងវាយទៅវាលោតភ្លើងអញ្ចឹងជាធម្មតាតែខ្ញុំដើរមកចុំហើយបើខ្ញុំរត់ដបងអញ្ចឹងខ្ញុំខានរត់យូរអញ្ចឹងវារៀងចុកចុងធូងចុកបេះដូងអញ្ចឹងក៏យើងមើលថាចុកហើយមកស្មើគ្នាហើយក៏យើងត្រឡប់មកដើរវិញដកដង្ហើមបឺចូលហើយយើងតម្លាក់ចេញមកវិញទៅបានយើងដើរមួយសារទៀតដើរហើយបានយើងរត់កន្លែងនេះខ្ញុំថតនេះគឺជាច្រកដែលចូលទៅញ៉ាំអីច្រកហ្នឹងដើរទៅរហូតទៅគឺដល់កន្លែងបង Master Chef សៃណុចដែរអញ្ចឹងណាព្រោះពេលច្រើនខ្ញុំញ៉ាំ steak នៅកន្លែងហ្នឹងញ៉ាំ steak នៅកន្លែងហ្នឹងល្អទី1រសជាតិទី2តម្លៃល្អទី3សេវាកម្មរស់រាយរាក់ទាក់ឲ្យបងសៃណុចគាត់រស់រាយរាក់ទាក់មែនតើបើយើងផ្ដល់តម្លៃគាត់ជា Master Chef ដល់ការទី2អាហ្នឹងយើងទៅញ៉ាំកន្លែងគាត់យើងមិនបាច់គិតពីតម្លៃទេដូចយើងប្រម៉ូតស្នាដៃរបស់គាត់យើងទៅសារស្នាដៃរបស់គាត់ល្អអញ្ចឹងអានេះខ្ញុំចាប់ផ្ដើមរត់ខ្ញុំរត់អញ្ចឹងទៅរៀងខ្មាស់គេដែរដល់ពេលយើងថតអញ្ចឹងព្រោះបងអំពូមិញខ្លះក៏អត់ចូលចិត្តថតយើងរត់ពីក្រោយខ្នងអញ្ចឹងទៅគាត់អត់ឃើញទេអត់អីទេអានេះខ្ញុំថតកន្លែងបងគាត់វាយសៃមួយប្រតមួយអំពូលដល់ពេលអានេះខ្ញុំវីដេអូនេះខ្ទង់ខ្ញុំរត់ពី3ជុំហើយពី3ជុំហើយអញ្ចឹងខ្ញុំដើរហើយខ្ញុំឡើងមកលើកន្លែងរូបសំណាក់បកូណាដើរមើលគេអញ្ចឹងទៅឃើញបងគាត់បដើកូនឆ្កែទូស្អាតកន្លងទៅវីដេអូហ្នឹងតិចទៀតបានឃើញដោយសារវាអត់ទាន់អស់នាទីឯងក៏លួចថតកូនឆ្កែរបស់ពួកគាត់ស្អាតហ្នឹងកន្លែងនេះជាទូទៅខ្ញុំរត់ហាត់ប្រាណពីចានដល់សុកតែដល់ពេលសៅរ៍អាទិត្យអញ្ចឹងគេបើក walk street ពេលច្រើនគេផ្ញើម៉ូតូកន្លែងហ្នឹងហើយគេដើរទៅឆ្លងកាត់កន្លែងហ្នឹងអញ្ចឹងមនុស្សរៀងច្រើនដែរអញ្ចឹងក៏សៅរ៍អាទិត្យខ្ញុំអត់បានមកណាជាទូទៅយើងផ្ញើម៉ូតូអស់1000តែបើសិនជាយើងដាក់ច្រើនម៉ោងអាចនឹង1500 2000អាស្រ័យលើម៉ោងដែលបងប្អូនដាក់អានេះខ្ញុំចាប់ផ្ដើមដើរទៅវិញខ្ញុំចូលទៅវិញណាខ្ញុំទៅចូលទៅវិញហើយខ្ញុំដើរមកជុំទៀតដល់ត្រឡប់ពីមានឯករាជ្យមកកន្លែងផ្ញើម៉ូតូវិញអញ្ចឹងកន្លែងផ្ញើម៉ូតូយើងនៅក្បែរច្រកផ្លូវទៅផ្សារកាប់គោចឹងខ្ញុំកាប់ទៅថតតិចតួចអត់មានសកម្មភាពរត់ទេដោយសារខ្ញុំអត់យកអាជើងទម្រទូរស័ព្ទទៅអញ្ចឹងបានតែកាន់ប៉ុណ្ណឹងរាល់ដងទូរស័ព្ទខ្ញុំថតវែងមានន័យថាថតបញ្ឈរតែដល់ពេលឥឡូវខ្ញុំធ្វើ YouTube មួយរយៈចុងក្រោយនេះខ្ញុំថតប្តីដល់ពេលអញ្ចឹងទៅវាអាចនឹងមើលអត់សូវច្បាស់ដូចយើងថតបញ្ឈរថតជាទម្រង់បញ្ឈរអានេះខ្ញុំចាប់ផ្ដើមដើរឆ្លងខ្នល់ទៅកាន់កន្លែងផ្ញើម៉ូតូយកម៉ូតូទៅផ្ទះវិញ
វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេគ្រាន់តែចង់បញ្ជាក់ពីបទពិសោធន៍ក្នុងការរត់ហាត់ប្រាណកន្លះម៉ោងទៅ1ម៉ោងហ្នឹងយើងចំណាយលុយអស់ប៉ុន្មានហើយយើងត្រូវរត់មិនអីមិនអានេះបទពិសោធន៍របស់ខ្ញុំមិនមែនជាគ្រូទេប៉ុន្តែយើងចង់ដឹងថាយើង control ខ្លួនឯងបានអត់អរគុណ